ប្រទេសអូស្ត្រាលីជាប្រទេសដែលមានប្រព័ន្ធអប់រំនិងសិក្សាល្អជួយកាត់បន្ថយបន្ទុកឪពុកម្ដាយទី2គឺបានកាត់បន្ថយថ្លៃទិញសម្បត្តិយន្តហោះនិងបានប្រឡងតែ IELTS ដោយឥតគិតថ្លៃខ្លាចពិបាក adopt ទៅនឹងការរស់នៅទីនោះហើយនឹងនឹកឪពុកម្ដាយសម្រាប់សួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុកសវណ្ណារីខ្ញុំនឹងទៅបន្តការសិក្សាមុខជំនាញចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលីខ្ញុំបានសម្រេចចិត្តទៅរៀននៅក្រៅប្រទេសដោយសារតាំងពីទូចមកមានក្តីស្រមៃចង់ទៅរៀននៅក្រៅប្រទេសហើយក៏ដឹងថាប្រទេសអូស្ត្រាលីជាប្រទេសដែលមានប្រព័ន្ធអប់រំនិងសិក្សាល្អខ្ញុំបានជ្រើសរើសមុខវិជ្ជា Bachelor Psychology ដោយសារខ្ញុំមានចំណាប់អារម្មណ៍ខ្ពស់ទៅលើមុខវិជ្ជានេះហើយមុខវិជ្ជានេះដែរក៏បានអាចជួយដល់អ្នកដទៃផ្នែកផ្លូវចិត្តផ្នែកសម្រេចចិត្តផ្សេងហើយក៏មានសារៈសំខាន់ដល់មុខជំនាញនិងការងារនៅអនាគតរបស់ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យ Monash ដោយសារសាកលវិទ្យាល័យនេះបានជាប់ចំណាត់ថ្នាក់លេខ4ខាងមុខជំនាញដែលខ្ញុំនឹងទៅរៀនហើយក៏ជាសាកលវិទ្យាល័យល្បីក្នុងប្រទេសអូស្ត្រាលីដំណើរការដាក់ពាក្យតាម Springboard មានភាពងាយស្រួលហើយបងក៏បានជួយផ្ដល់យោបល់និងដាក់ពាក្យទៅសាលាយ៉ាងលឿនហើយការស្នើសុំវីសាក៏មានភាពរលូនការទទួលបាន voucher សម្បត្តិរៀនហោះនិង voucher free តែ IELTS មានអត្ថប្រយោជន៍ច្រើនដូចជាទី1ជួយកាត់បន្ថយបន្ទុកឪពុកម្ដាយទី2គឺបានកាត់បន្ថយថ្លៃទិញសម្បត្តិយន្តហោះនិងបានប្រឡងតែ IELTS ដោយឥតគិតថ្លៃមុននឹងទៅសិក្សាប្រទេសអូស្ត្រាលីរឿងដែលខ្ញុំរំភើបបំផុតគឺបានជួបមនុស្សថ្មីបានយកស្គាល់ពី culture ប្រទេសអូស្ត្រាលីនិងប្រព័ន្ធសិក្សារបស់ពួកគេរីឯរឿងដែលខ្ញុំភ័យខ្លាចបំផុតគឺខ្លាចពិបាក adopt ទៅនឹងការរស់នៅទីនោះហើយនឹងនឹកឪពុកម្ដាយខ្ញុំសូមអរគុណទៅដល់ឪពុកម្ដាយដែលបានគាំទ្រខ្ញុំក្នុងការជ្រើសរើសមុខជំនាញដែលខ្ញុំបានជ្រើសរើសហើយអរគុណពួកគាត់ដែលបានផ្ដល់ដល់ថវិកាភាពលើកទឹកចិត្តនិងការថែរក្សារហូតមកដល់សប្តាហ៍ថ្ងៃ